បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី22ខែមិថុនាឆ្នាំ2025ហើយក្នុងថ្ងៃនេះពុកម៉ែមីងខ្ញុំបាទមានសបិនបាទវាថា2ចែកជូនទៅកាន់ពុកម៉ែមីងប៉ុន្តែសបិនមួយវាមិនដូចជាសបិនឯពុកម៉ែមីងគឺថាអញ្ចេះពេលថាយើងគេក្នុងនៅក្នុងមុងអញ្ចឹងណាពុកម៉ែមីងបាទយើងគេនៅក្នុងមុងហើយយើងក៏មានអារម្មណ៍ថាឃើញក្អែបពុកម៉ែមីងឃើញកូនក្អែបហើយជាប៉ិនផ្លែធុកមិនប៉ិនជើងធុកទេប៉ិនផ្លែធុកបាទវាមិនក្រហមពេកវារៀងលឿងតិចអីតិចចឹងណាហ្នឹងហើយវានៅលើក្បាលត្នេកមិនមែនលើក្បាលត្នេកដែលយើងដាក់ខ្នើយហ្នឹងវានឹងក្បែរខ្នើយហ្នឹងហើយខ្ញុំឃើញខ្ញុំក៏វាយទៅវារត់ចូលទៅក្រោមខ្នើយកូនខ្ញុំណាដល់ពេលអញ្ចឹងទៅខ្ញុំក៏ដូចងើបមកហ្មងម៉ែមីងបាទយើងសອບទេប៉ុន្តែយើងងើបមកមែនតើងើបមកវែកមើលក្រោមភួយក្រោមខ្នើយអីហ្នឹងអស់ហៅវាមិនឃើញសោះបងម៉ែមីងឆ្ងល់តែហៅវាមិនឃើញសោះដល់ពេលអញ្ចឹងទៅក៏ស្មាក់ទៅវិញដល់ពេលស្មាក់ទៅវិញសពឃើញក្អែបនឹងដដែលទៀតនៅលើក្បាលខ្ញុំវិញម្ដងហើយខ្ញុំក៏ភ្ញាក់ងើបមកហៅមកសាទៀតអត់ឃើញបាទអាហ្នឹងគឺចប់មកសពភាគមួយដែលតាក់តងក្អែបហើយខ្ញុំស្មាក់ទៅម្សាទៀតយល់ថាខ្ញុំទៅដើរលេងបណ្ដាលេងមិនមែនជិះឡានខ្ញុំទេខ្ញុំជិះឡានជាមួយអ៊ំណាស្វ័យរងស្រុកម៉ែមីងគាត់ជិះរបៀបថាទៅកចេះប៉ុន្តែជិះបានតែពាក់កណ្ដាលផ្លូវដឹងមិនទេខ្ញុំបែរទៅចុះទៅជិះឡានផ្សេងឡានតាក់ស៊ីផ្សេងពុកម៉ែមីងបាទជិះឡានតាក់ស៊ីផ្សេងតែខ្ញុំជិះតែខ្ញុំកូនខ្ញុំហើយនិងប្អូនប្រុសខ្ញុំឯងអាហ្នឹងខ្ញុំជិះឡានតាក់ស៊ីផ្សេងប៉ុន្តែប្រពន្ធខ្ញុំនៅជាមួយអ៊ំខ្ញុំហ្នឹងបាទដល់ពេលខ្ញុំជិះឡានបកមកវិញមកជ្រោះមួយឡានគាត់ឃើញឡានគាត់កំពុងមានគ្រោះថ្នាក់ពុកម៉ែមីងប៉ះពៀមួយគេហើយឡានតែនើបដូចគ្នាអញ្ចឹងណាហើយគេនោះត្រូវឡើងតំណំខ្ទេចខ្ទីអស់លីងហើយគាត់ក៏នេះណាគាត់នៅបកែកគ្នានឹងអីនោះហើយខ្ញុំវាអត់បានចុះពុកម៉ែមិញដោយសារយើងនៅក្នុងឡានតាក់ស៊ីអញ្ចឹងតាក់ស៊ីក៏គេបើកហួសអញ្ចឹងទៅអញ្ចឹងអ្នកដែលនៅប៉ុន្តែអត់មានរបួសអីទេពុកម៉ែមិញនិយាយទៅថាប៉ះពាល់តឡានណាប៉ះពាល់តឡានប៉ុន្តែគ្រាន់តែប្រពន្ធខ្ញុំអត់បានមកនៅជាមួយខ្ញុំទេគឺនៅឡានជាមួយអ៊ំខ្ញុំនងហើយខ្ញុំមានកូនខ្ញុំបាទមានប្អូនខ្ញុំនៅក្នុងឡានតាក់ស៊ីវិញពុកម៉ែមិញណាហ្នឹងហើយថាឡាននោះលេខប្រហែលខ្ញុំអត់ច្បាស់លេខដែរពុកម៉ែមីងអត់ចាំលេខដែរបានចឹងសូមអធិស្ឋានពុកម៉ែមីងលេខចំណុចផ្លាកលេខហ្នឹងបាទហើយគឺមានតែប៉ុណ្្នឹងទេចែកជូនដល់ពុកម៉ែមីងនៅក្នុងថ្ងៃនេះជូនពរពុកម៉ែមីងហេងទាំងអស់គ្នា